ok อันนี้คือchia ạ so C letter C ยังเคยมานี่ไม่ได้ cool cat C C sound อันนี้ตาโจ sound thì อันนี้คือสำเร็จมีปีอ่ะสอสีนั่นนะจะเมื่อสำเร็จมีแต่ในคำถามเอาได้อันนี้คือC capital C อันนี้ small c หรือก็ยัง upper case lower case ก็บ้านนะปีเบียปรางหรือคณิตเตอย่างนั้นนะอันนี้คือ capital C ยังมาเอาชื่อจังแต่ small c จังแต่ cool cat อันนี้จะเปลี่ยนนำนางคือมานั่งมีโลย cool cat คันแต่บรรดามีนมันนี่ C sound words with the letter C can make two distinct sound ចឹងពាក្យជាមួយនឹងអក្សរ C អាចបង្កើតបានអឺសំឡេងពីរដាច់ដោយឡែកពីគ្នាដែរអញ្ចឹងណាអញ្ចឹងគឺ the hard C C ហ្នឹងវាលក្ខណៈរឹងដែរឥឡូវយើងមើលដល់គ្នា sound like k k k and the soft C នេះសំឡេង C រៀងទន់ដែរ sound like s s s ឃើញទេអាមួយសំឡេងរៀងធ្ងន់រៀងរឹងអាមួយសំឡេងរៀងទន់ឥឡូវយើងមកមើលរបៀបនៃការសរសេរសិនចាំខ្ញុំនឹងបញ្ចេញឧទាហរណ៍ទាក់ទងនឹងសំឡេងវាបន្តទៀតរបៀបសរសេររបស់វាគឺស្រួលជាងគេមានតែមួយទេ one ឬក៏ one អូខេទាំងធំទាំងតូចអានេះគេអានថា castle មិនមែន castle ណាបងប្អូន castle គឺនេះដូចដែលបងប្អូនបានឃើញលក្ខណៈដូចប៉មឬក៏រាជវាំងអីចឹងលក្ខណៈអញ្ចឹងណាអានេះហៅ castle បាទ hard C sound អានេះយើងទៅមួយសំឡេងនៃអក្សរ C hard C sound makes a k sound the C makes a hard k sound when it is followed by the vowels a o or u or by a consonant ចឹងខ្ញុំបកប្រែឲ្យតិចអក្សរ C ដែលបង្កើតបានទៅជាសំឡេងដែលរឹងដែលរឹងសំឡេងរឹងហ្នឹងគឺអានេះហៅសំឡេងរឹងឬក៏ពិបាកមិនពិបាកទេវាសំឡេងវារឹងតែប៉ុណ្ណឹងយើងថាអញ្ចឹងក៏ស្រួលបាទ when it is followed by the vowel នៅពេលដែលវា follow ហ្នឹងគឺមានន័យថាមានអក្សរមួយចំនួននៅខាងក្រោយវាគឺជាអីគេដែលដើរតាមវាគឺជាគេមាន A បាទព្យញ្ជនៈសុំទោសគឺស្រៈបាទមិនមែនព្យញ្ជនៈទេគឺស្រៈ vowel ហ្នឹងគឺស្រៈណា A O និង U កាលណាដែលមាន A មាន O មាន U នេះនៅខាងក្រោយវាគឺភាគច្រើនពាក្យហ្នឹងគឺចេញសំឡេង hard ដែរ k C sound k បាទឬក៏ដោយព្យញ្ជនៈដែរព្យញ្ជនៈនៅខាងក្រោយវាអាហ្នឹងក៏ចេញសំឡេង k ដែរបាទឥឡូវយើងមកមើលតអស់គ្នាអានេះឃើញមើល cat ឃើញទេគឺដោយសារស្រៈ A នេះវានៅ follow C នេះអញ្ចឹងវាដើរតាមក្រោយ C ហ្នឹងអាហ្នឹងទៅជា cat អានេះស U វា follow C ហ្នឹងអញ្ចឹងអាហ្នឹង cup ឃើញ cup អានេះ O ឃើញទេ computers អានេះ car ឃើញទេអញ្ចឹងគឺសិតតែតាមដោយ A U និង O ទាំងអស់អញ្ចឹងណាបាទឥឡូវយើងមកមើល sub C sounds ទាំងអស់គ្នាសំឡេងនៃអក្សរ C ដែលវារៀងទន់រៀងស្រាលមិនខ្លាំងដូចអាមិញទេ make a sound the C makes a soft sound when it is followed by the vowel E I or Y អញ្ចឹងកាលណាដែលអក្សរ C ដែលវាបង្កើតបានសំឡេងរៀងទន់ហ្នឹងសំឡេងស្រាលហ្នឹងនៅពេលដែលវា follow by បាទគឺនៅខាងក្រោយវាមានស្រៈ E ស្រៈ I ឬក៏អក្សរ Y នេះនៅពីក្រោយឥឡូវយើងមើលដល់គ្នា Siri ឃើញទេនេះមាន I នេះនៅខាងក្រោយ C Siri
E នេះនៅខាងក្រោយ C អញ្ចឹងវាអាចទៅជាខបានហើយវាទៅជា cell circle ឃើញទេ face ឃើញទេបាទអញ្ចឹងគឺនេះគឺជាពាក្យទាំងអស់ដែលបងប្អូនអាចរៀនសូត្របាន letter C positions បាទកន្លែងដែលជា positions គឺជាទីតាំងរបស់អក្សរ C beginning របស់វាមានដូចគ្នាដែរប៉ុន្តែបងប្អូនត្រូវតែដឹងវាទាំងអស់ very commons អានេះជាទូទៅគឺយើងមើលទាំងអស់គ្នាអក្សរ C នៅខាងដើម cat city នៅកណ្ដាលក៏មានដែរ pairs with h និង k ភាគច្រើនគឺវាភ្ជាប់ទៅជាមួយនឹងអក្សរ h និង k ដូចជា machines បាទ machines អញ្ចឹងគឺឃើញនេះវាភ្ជាប់ទៅជាមួយអក្សរ h ឃើញsh ទៅជា machines បាទអញ្ចឹងទៅកន្លែងនេះណាហើយនេះ bike វាភ្ជាប់ទៅជាមួយអក្សរ k c និង k ឃើញទេនៅខាងចុងអញ្ចឹងទៅនៅកណ្ដាលសំទោសបាទហើយនៅខាងចុងហ្នឹងក៏មានដែរប៉ុន្តែវាបង្កើតជាសំឡេង x make x sound like music ភាគច្រើនគឺជាមួយ i នៅខាងមុខ c ហ្នឹងអញ្ចឹងណា epic បាទអញ្ចឹងគឺអាហ្នឹងគឺបងប្អូនត្រូវដឹងអញ្ចឹងឃើញទេកាលណាយើងដឹងវាអញ្ចឹងទៅធ្វើឲ្យយើងមានអារម្មណ៍ថាយើងស្រឡះក្នុងចិត្តក្នុងការរៀនបន្តទៅមុខទៀតអញ្ចឹងណាអញ្ចឹងត្រូវច្បាស់វា